បាទសូមអនុញ្ញាតជម្រាបសួរប្រិយមិត្តទស្សនិកជនដែលតែងតែគ្រប់គ្រង page admin គង់ផ្ទាល់ក៏ដូចជា channel TikTok របស់ admin គង់ទាំងអស់ហើយសម្រាប់វីដេអូថ្ងៃនេះ admin សូមមកធ្វើការចែកតម្រុយបាល់2គូនៅក្នុងក្របខ័ណ្ឌ English Premier League មកចែកជូនបងប្អូនសម្រាប់2គូថ្ងៃនេះ admin សូមធ្វើការជ្រើសរើសគូធំៗហ្មងដោយគូទី1រវាង Nottingham Forest នឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមហៀវតវត្តមម Chelsea ដែលមានទាត់គ្នានៅវេលាម៉ោង 6:30 នាទីល្ងាចសម្រាប់គូនេះបើយើងមើលតាមទម្រង់លេងបច្ចុប្បន្នរបស់ក្រុមចាស់ផ្ទះបន្ទាប់ពីបណ្ដេញលោក Nuno Espirito ទៅ admin សម្លឹងថាมันមានអ្វីល្អទេក្នុងការតែងតាំងគ្រូបង្វឹកថ្មីដែលជាអតីតគ្រូបង្វឹករបស់ Tottenham Hotspur ហើយសម្រាប់ Chelsea ទោះបីជាមួយរយៈចុងក្រោយនេះមិនសូវកាកកមែនទែនតែបើយើងប្រៀបធៀបនៅទម្រង់ការលេងរបស់គុំទាំងពីរ Chelsea នៅតែមានតែមជាងដូច្នេះគូនេះ admin សូមណែនាំបងប្អូនដែលកំពុងតែទស្សនាវីដេអូនេះគ្រប់គ្រងទៅលើក្រុមតោក្យូ Chelsea ឯចំណែកមួយគូទៀតដែល admin នឹងធ្វើការចែកជូនបងប្អូនគឺក្រុម FC Fulham នឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមហៀវកំភ្លើងជ័រ Arsenal សម្រាប់គូនេះទទួលស្គាល់ថា Fulham ក៏ល្អដែរប៉ុន្តែក្រុម Arsenal កាន់តែល្អបច្ចុប្បន្ននេះធ្វើការវ៉ាដាច់ទៅលើក្រុមហង្សក្រហម Liverpool ដោយបច្ចុប្បន្ននេះក្រុមហៀវ Arsenal ឈរលេខ1លើតារាង English Premier League ដូច្នេះហើយ Arsenal គ្មានជម្រើសទេក្នុងការប្រកួតមួយនេះ Arsenal ត្រូវឈ្នះជាចាំបាច់ដើម្បីបន្តក្តោបក្តាប់តំណែងជើងឯកឬក៏លេខរៀងទី1ជាបន្តនៅសប្តាហ៍ទី8នេះដូច្នេះសម្រាប់គូនេះ admin នៅតែជឿជាក់ថា Arsenal នឹងអាចហូបចុកទៅលើក្រុមចាស់ផ្ទះយ៉ាងអន់កុំក្រត់ដែរដូច្នេះបងប្អូនដែលតាមដាន admin គូមួយនេះគ្រប់គ្រង Arsenal ពិតជាមិនខកបំណងឡើយនេះគ្រាន់តែជាតម្រុយបាល់2គូដែល admin ធ្វើការយកមកចែកជូនបងប្អូនដែលតែងតែតាមដានជាមួយនឹង page admin គង់ក៏ដូចជា channel TikTok របស់ admin ចឹងសម្រាប់បងប្អូនបើចង់បាន tip បាល់ផ្សេងៗទៀតមាននៅក្នុងក្រុមរបស់ admin បងប្អូនអាចធ្វើការ join link នៅក្នុង profile ជាមួយ admin ទាំងអស់គ្នាហើយជាចុងក្រោយនេះណាកុំភ្លេចជួយជាកម្លាំងចិត្ត admin ម្នាក់មួយដោយគ្រាន់តែធ្វើការចុច like share follow ឲ្យ admin ផងសូមអរគុណសូមជម្រាបលា